ញ្ញាធិហុងកុងបានឲ្យដឹងនៅថ្ងៃអង្គារទី4ខែវិច្ឆិកាពីគុណភាពផាមនេះថាពួកគេបានបង្កក់ទ្រព្យសម្បត្តិតម្លៃ $2.45 លានហុងកុងស្មើ$354 លានអាមេរិករបស់សម្ព័ន្ធក្រុមហ៊ុន Print Group របស់មហាសេដ្ឋីដើមកំណើតចិនសញ្ជាតិខ្មែរនិងអង់គ្លេសលោក Chen Zi បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទដំណើរការមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតទ្រង់ទ្រីធំការជួញដូរមនុស្សការធ្វើទារុណកម្មបង្ខំបុគ្គលិកឲ្យធ្វើការដើម្បីបោកប្រាស់ជនរងគ្រោះនៅជុំវិញពិភពលោកគួររំលឹកថាកាលពីខែតុលាសហរដ្ឋអាមេរិកចក្រភពអង់គ្លេសរួមទាំងសិង្ហបុរីសហការគ្នាដាក់ទណ្ឌកម្មបង្កក់ទ្រព្យសម្បត្តិរបស់លោក Chen Zi មានមូលដ្ឋាននៅអាស៊ីអាគ្នេយ៍នេះបើតាម CNA លោក Chen Zi អាយុ38ឆ្នាំត្រូវបានតុលាការអាមេរិកចាត់ប្រកាន់ពីបទឃុបឃិតក្លែងបន្លំតាមប្រព័ន្ធអេឡិចត្រូនិកនិងការលាងលុយកខ្វក់ប៉ូលីសហុងកុងបាននិយាយថាការបង្កក់ទ្រព្យសម្បត្តិរបស់លោក Chen Zi នេះជាប់ពាក់ព័ន្ធជាមួយនឹងមនុស្សក្រុមមួយត្រូវបានសង្ស័យថាមានការក្លែងបន្លំទូរគមនាគមន៍ឆ្លងដែនអន្តរជាតិនិងសកម្មភាពលាងលុយកខ្វក់ដោយផ្អែកលើចារកម្មនិងព័ត៌មានដែលប្រមូលបានពីប្រភពជាច្រើនប៉ុន្តែប៉ូលីសហុងកុងមិនបានបញ្ជាក់អំពីទ្រព្យសម្បត្តិដែលត្រូវបានបង្កក់រួមទាំងសាច់ប្រាក់ភិហ៊ុននិងមូលនិធិដែលកាន់កាប់ដោយបុគ្គលនិងអង្គភាពសហជីវកម្មនោះទេដោយត្រូវបានគេជឿថាជាប្រាក់ចំណូលមានការជាប់ពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋកម្មដែលបញ្ជាក់ថាការិយាល័យស៊ើបអង្កេតហិរញ្ញវត្ថុហុងកុងកំពុងបន្តស៊ើបអង្កេតប៉ុន្តែមិនទាន់មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនៅឡើយយ៉ាងហោចណាស់ក្រុមហ៊ុនចំនួន18ក្នុងទីក្រុងហុងកុងត្រូវបានសហរដ្ឋអាមេរិកដាក់ក្នុងបញ្ជីខ្មៅបន្ទាប់ពីមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Print Group ក្នុងនោះរួមមានក្រុមហ៊ុនចុះបញ្ជីចំនួន2គឺក្រុមហ៊ុន Kuhn Group និងក្រុមហ៊ុន Geotech Holdings ព្រះរាជអាជ្ញាតៃវ៉ាន់កាលពីថ្ងៃអង្គារនេះនិយាយថាពួកគេបានឃុំខ្លួនមនុស្សចំនួន25នាក់និងរឹបអូសទ្រព្យសម្បត្តិតម្លៃ $4.5 លានតៃវ៉ាន់ស្មើ$147.09 លានអាមេរិកដែលជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន Print Group រួមទាំងរថយន្តទំនើបចំនួន26គ្រឿងទ្រព្យសម្បត្តិនិងគណនីធនាគារដែលជាប់តាក់ទងជាមួយបណ្ដាញរបស់លោក Chen Zi តាក់ទងនឹងការលាងលុយកខ្វក់និងបទល្មើសបង្ខំឲ្យធ្វើការថ្មីនេះអាជ្ញាធរសិង្ហបុរីក៏ទើបតែធ្វើការរឹបអូសទ្រព្យសម្បត្តិរបស់លោក Chen Zi ប្រធានក្រុមហ៊ុន Print Group តម្លៃ150លានសិង្ហបុរីរួមទាំងអចលនទ្រព្យចំនួន6ក៏ដូចជាគណនីធនាគារគណនីមូលបត្រសាច់ក្រាក់រថយន្តទំនើបជាច្រើនគ្រឿង Uber និងស្រាថ្លៃជាច្រើនគ្រឿងផងដែរក្រសួងរដ្ឋាភិបាលអាមេរិកបាននិយាយថានេះជាសកម្មភាពធំបំផុតរបស់គេនៅអាស៊ីអាគ្នេយ៍ដោយកំណត់គោលដៅទៅលើមនុស្សចំនួន146នាក់នៅក្នុងក្រុមហ៊ុន Print Group ទណ្ឌកម្មរបស់ចក្រភពអង់គ្លេសបានកំណត់គោលដៅទៅលើអង្គភាពចំនួន6និងបុគ្គលចំនួន6នាក់រួមទាំងលោក Chen Zi ផងដែរ